គ្មានការចាប់ផ្ដើមណាដែលងាយស្រួលនោះទេតែបើគ្មានការចាប់ផ្ដើមក៏អ្នកមិនអាចជោគជ័យដែរនេះគឺជាមេរៀនទី1ដែលខ្ញុំរៀនបានពីមេរៀនសំខាន់ទាំង5ក្នុងនាមជាម្ចាស់អាជីវកម្មជាការពិតណាស់ការចាប់ផ្ដើមធ្វើអ្វីមួយវាអត់ងាយស្រួលទេជាក់ស្ដែងដូចជាការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំអញ្ចឹងខ្ញុំចាប់ផ្ដើម VC Optic នេះក្នុងអំឡុងឆ្នាំ2014ហើយនៅពេលនោះទាំងខ្ញុំនិងក្រុមការងារគឺសុទ្ធតែមានកម្រិតបើទោះជាពេលនោះការប្រកួតប្រជែងអត់សូវមានតែទីផ្សារក៏មិនប្រកាសថាទូលំទូលាយណាស់ដែរប៉ុន្តែពួកយើងបានខិតខំជាច្រើនឆ្នាំដើម្បីឲ្យអតិថិជនទទួលស្គាល់ VC Optic ទាំងផលិតផលនិងសេវាកម្មរហូតដល់ពួកយើងអាចឈានទៅដល់ការបើកសាខាទី2បានហើយដំណើរអាជីវកម្មមួយនេះបានបង្រៀនខ្ញុំការចាប់ផ្ដើមគឺពិតជាលំបាកតែបើខ្ញុំមិនបានចាប់ផ្ដើមនៅពេលនោះទេខ្ញុំក៏មិនអាចមានហាង2នៅក្នុងដៃដូចពេលនេះដែរចុងក្រោយខ្ញុំពិតជាលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឲ្យចាប់ផ្ដើមធ្វើអ្វីមួយដែលខ្លួនចង់ធ្វើទោះបីជាវាពិបាកបន្តិចតែវាផ្ដល់ឲ្យយើងនូវបទពិសោធន៍និងភាពរឹងមាំជាងមុនដូច្នេះហើយត្រូវជឿជាក់លើខ្លួនឯងហើយចាប់ផ្ដើមធ្វើនៅអ្វីដែលខ្លួនចង់ធ្វើពីពេលនេះទៅ